តប្រសូតចាប់ព្រៃនៃព្រះមេត្តាពេលលាថ្ងៃត្រង់ត្រូវនឹងថ្ងៃសុខនៅក្នុងឆ្នាំចពេញបរមីខែដែលនៅក្នុងព្រៃសាលព្រឹកព្រះមេដាទ្រង់ឈរប្រសូតបំត្រាព្រះវង្សមេដាតោងមេឃសាលព្រឹកតទឹកឲ្យដល់នភាល័យលៀងមកស្រោយស្រង់ព្រះរាជបុត្រាទេវតានព្រំថ្វាយសាធុកាលនោះកើតហេតុអស្ចារ្យមនុស្សនឹងទេវតាអាចមើលគ្នាឃើញចាំពីប្រសូនរហូតព្រះជន្ម25 ឆ្នាំនៅណាយចាំងកាមកុនចេញសាងពុំជាកណ្ដាលអាត្រៀតនាថ្ងៃប្រហោះពេញបរមីខែអាសានខំខំសំវាតនៅក្នុងឆ្នាំធំបំពេញទឹកកាំងរាំងគេរិយាអស់5 ឆ្នាំទើបទ្រង់បានត្រាស់ដឹងនៅថ្ងៃពុទ្ធចិនភ្លឺវិញបរមីខែវិញសាំងឆ្នាំរកានៅក្រមលំពោធិព្រឹកក្នុងព្រះជន្ម35 ឆ្នាំចិនស្រីសំដែងធម៌ប្រសាទ45 សាគំនិតសង្ខារពេញបោខែមៀងរហូតឆ្នាំសាញ់ថ្ងៃអង្គាខែវិសាខពេញបរមីស្ដេចព្រះទ្រង់យានយាងចូល12